ជប៉ុនបន្ថែមសមត្ថភាពវិបកដោយពង្រាយមីស៊ីលចម្ងាយឆ្ងាយ 1000 គីឡូម៉ែត្រជាលើកដំបូងតើពិភពលោកកំពុងប្រែប្រួលមែនទេនៅថ្ងៃនេះជប៉ុនបានបោះជំហានដ៏សំខាន់មួយក្នុងវិស័យយោធាដោយចាប់ផ្ដើមដាក់ពង្រាយមីស៊ីលដែលមានសមត្ថភាពវិបកជាលើកដំបូងនៅក្នុងប្រទេសតាមការគ្រោងទុកការដាក់ពង្រាយនេះត្រូវបានអនុវត្តនៅខេត្ត Kumamoto និងខេត្ត Shizuoka នេះបើយោងតាមសេចក្តីរាយការណ៍របស់ TBS News នៅថ្ងៃទី31 ខែមីនានេះមីស៊ីលចម្ងាយឆ្ងាយដែលផលិតក្នុងស្រុកប្រភេទគ្រាប់មីស៊ីលដែលនាំពីដីទៅសមុទ្រ Model 25មានសមត្ថភាពបាញ់បានដល់ប្រហែល 1000 គីឡូម៉ែត្រអាចវាយប្រហារសត្រូវបានមុនពេលពួកគេចូលមកដល់ដែនដីទឹកជប៉ុនត្រូវបានដាក់ពង្រាយនៅបន្ទាយ Kengun ក្នុងខេត្ត Kumamoto ជាមួយគ្នានេះដែរមីស៊ីលប្រភេទ 25 ល្បឿនលឿនដែលបានដាក់នៅបន្ទាយ Fuji ខេត្ត Shizuoka ត្រូវបានគេចាត់ទុកថាជាអាវុធពិបាកទប់ទល់ដោយសារល្បឿនហោះហើរលឿនជាងល្បឿនសម្លេងនិងកន្លងហោះមិនទៀងទាត់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Kosumi Shinjiro បានបញ្ជាក់យ៉ាងច្បាស់ថាこうした能力を着実に整備することにより我が国を守り抜くという強固な意志と能力を示すことにつながるものと考えておりますតាមប្រភពដដែលគោលបំណងនៃការដាក់ពង្រាយមីស៊ីលទាំងនេះគឺដើម្បីធ្វើឲ្យសត្រូវយល់ថាជប៉ុនមានសមត្ថភាពវិបកជាមុនប្រសិនបើមានការគំរាមកំហែងវាជាវិធានការដែលមានគោលដៅរារាំងការវាយប្រហារជាមុនមិនឲ្យកើតឡើងការអភិវឌ្ឍនេះកំពុងបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រការពារជាតិរបស់ជប៉ុនដែលពីមុនធ្លាប់តែផ្ដោតទៅលើការការពារប៉ុណ្ណោះប៉ុន្តែឥឡូវនេះបានបន្ថែមសមត្ថភាពវិបកវិញដើម្បីបង្ការសង្គ្រាមមុនពេលវាកើតឡើង